ច្ចុប្បន្នដោយបងគ្រូមានពុទ្ធកាលមុនហ្នឹងធ្លាប់តែដឹងធ្លាប់តែលឺប៉ុន្តែអត្ថន័យបានយល់ច្បាស់ទេដូចជាសូរ៉ាមេរយៈអីនេះប៉ុន្តែបច្ចុប្បន្នខ្ញុំកណាចង់ប្រកេនសំណួរតែថាបច្ចុប្បន្ននេះគេបង្កើតសូរ៉ាច្រើនដែលអត់មានជាតិអាល់កុលដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្វើឲ្យអ្នកដែលអត់ញ៉ាំសារ៉ាអ្នកដែលញ៉ាំសារ៉ាប៉ះពាល់នោះអាចញ៉ាំសារ៉ាបានដោយសារអត់មានជាតិអាល់កុលនៅក្នុងនោះតែអ្នកដែលបរិភោគពាក្យថាវ៉ាញដែលមានជាតិអាល់កុលឬក៏សូរ៉ាទាំងអស់នោះតើមានទោសឬក៏ខុសនឹងពិន័យរបស់ពុទ្ធសាសនាដែលអត់ឲ្យកូនអត់មានជាតិអាល់កុលបានសម្រាប់ជាតិអត់សបាំងទេអត់បានជាតិសបាំងនិយាយរួមគេធ្វើជារសជាតិប៉ុន្តែអត់មានជាតិអាល់កុលទេគេដាក់ alcohol remove or non alcohol ត្រូវបានគេបោកតាំងពីវ៉ាន់ផឹកប៉ុន្តែដោយសារបច្ចុប្បន្នឥឡូវនេះគឺពេញនិយមខ្លាំងតែក្នុងទីផ្សារឥឡូវសបោខ្លាំងពីមុនមកអត់មានទេពាក្យថាសូរ៉ាគឺត្រូវតែមានជាតិសបាំងសូម្បីតែអ្វីដែលគេធ្វើនោះអត់ខ្លាំងដូចតប៉ែតណៅខ្មៅតប៉ែសយើងតែមានជាតិប្រអាប់ខ្លាំងតែមានជាតិអាល់កុលនោះខ្លាំងចុះប៉ែឬកាច់មេបងហើយដល់នេះតាខ្ញុំអត់ចាំគេសំណួរនេះទៅតែទី2ជាមួយគ្នាគេថាចេះអ្នកសិក្សាព្រោះគេណាមានមិត្តភ័ក្តិអត់យើងធម្មតាសូមបានគោរពចាស់ទេឡើយយើងต้องសូមអរគុណកាយដើម្បីឲ្យគេគ្រប់ជាខ្លាំងមកសាស្ត្រថាបីព្រះអង្គដែលមានវត្តមានទីនេះជំរាបសួរគ្រូនិងជំរាបសួរបងប្អូនទាំងអស់គ្នាភ្ជាប់នឹងសំណួរបងអូនជេសិនគាត់និយាយថាមានសារ៉ាហ្នឹងគេអត់មានជាតិអាល់កុហុលទេតែអញ្ចឹងទៅអ្នកគាត់ញ៉ាំសារ៉ាហ្នឹងគាត់ភ័ក្រកណាហ្នឹងគាត់ថាអត់ឆ្ងាញ់នឹងសារ៉ាហ្នឹងវាឆ្ងាញ់ជុលគ្នាគេលើមកគឺពុកខ្វាច់ខ្លួនដូចគ្នាហើយមិនឃើញចឹងកណាខ្ញុំប្រកេនសំណួររបស់ជេសិនបានមកវិញខ្ញុំសូមបន្តិចទៀតឲ្យនឹងប្រកេនលោកគ្រូដោយសារហេតុនេះបង្កើតជាសំណួរនេះដោយសារម្នាក់គ្រប់គ្នាភាគច្រើនចាប់ពីវ័យ35 40ឡើងទៅហ្នឹងគឺមានបញ្ហាទឹកនោមផ្អែមបញ្ហាហើយគេតែនិយាយថាហេតុអីយក orange juice មកជំនួសប៉ុន្តែអ្នកញ៉ាំ orange juice ហ្នឹងអត់បានច្រើនប៉ុន្តែអាសារ៉ាជាតិអាល់កុលហ្នឹងមើលទៅដូចប៉ុន្តែអត់មានជាតិអាល់កុលទេប៉ុន្តែគេគិតថាយកដល់សារ៉ាដែលមានជាតិអាល់កុលមកជំនួសគេថាល្អជាងតែសារមានជាតិផ្អែមនៅក្នុងនោះគេថាព្រះអង្គអត់ដៃឆាំងផងចឹងអូខេទៅលោកគ្រូដាក់ប្រាក់មក